គម្រងរឿងព្រេងនិទានខ្មែររឿងបរោះឆោត4នាក់ដណ្ដើមសីម្នាក់ធ្វើជាប្រពន្ធមាននិទានមួយថាមានបរោះឆោត4នាក់បពួលគ្នាទៅចាប់ស្ត្រីក្រមុំម្នាក់បានហើយបរោះឆោតទាំង4នាក់នោះក៏វិវាទគ្នាប្រាថ្នាចង់យកជាភរិយាអាត្មាទីតៃស្រីនោះឆ្លើយថាហើយចៅទាំង4នាក់អើយឥឡូវនេះចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធនោះអញពុំតាន់យកចៅណានីមួយឡើយបើនរណាឆោតទើបអញធ្វើជាប្រពន្ធអ្នកនោះហងបរោះឆោតទាំង4នាក់នោះនាំគ្នាទៅប្តឹងចៅក្រមពិចារណារឿងបរោះឆោតទាំង4នាក់និងស្ត្រីនោះពុំបានទើបនាំស្ត្រីនិងបរោះទាំង4នាក់នោះឡើងទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលថាសូមព្រះរាជាទានបរោះឆោតទាំង4នេះចាប់ស្ត្រីក្រមុំម្នាក់នេះបានមកហើយវិវាទគ្នាប្រាថ្នានឹងយកជាភរិយាអាត្មាទីតៃស្រីនេះពុំយកអ្នកណាឡើយគ្រាន់តែឆ្លើយថាបើចៅឯណាឆោតណាស់ទើបយកចៅនោះឯងបុរសទាំង4និងស្ត្រីនេះនាំគ្នាប្តឹងខៀងព្រះបាទអម្ចាស់ឲ្យពិចារណាខៀងព្រះបាទអម្ចាស់ពិចារណាពុំបានទើបនាំស្ត្រីនិងបុរសឆោតទាំង4នាក់នេះមកក្រាបបង្គំទូលព្រះបាទអម្ចាស់សូមទ្រង់ព្រះតម្រិះពិចារណាហងទើបព្រះមហាក្សត្រត្រាស់ដណ្ដឹងថានោះចៅឆោតទាំង4នាក់ចៅឆោតមិនដេចខ្លះចូលព្រះស្ដែងថ្លែងដំណើរឆោតនោះមកអញនឹងស្ដាប់ខំមើលទើបបរិសម្នាក់នោះក្រាបបង្គំទូលសម្ដែងឆោតថាមានបរិសជាស្មុនអន្តករនឹងប្រពន្ធខៀងព្រះបាទអម្ចាស់ខៀងព្រះបាទអម្ចាស់ពុំដឹងឡើយថ្ងៃមួយអាស្មុនអន្តករវាត្បាញជារូបស្រីម្នាក់ស្លៀកដណ្ដប់អើយហើយបណ្ដើមកសុំដេកក្រោមផ្ទះខៀងព្រះបាទអម្ចាស់ខៀងព្រះបាទអម្ចាស់ក៏បើកឲ្យបរិសនោះដេកលុះដល់ពាក់កណ្ដាលអាត្រៀតប្រពន្ធខៀងព្រះបាទអម្ចាស់ធ្វើជាឈឺផ្ទៃដាក់ឲ្យខៀងព្រះបាទអម្ចាស់ឲ្យអូសចៃដូសជូនទៅដល់ជើងចណ្ដៅផ្ទះប្រពន្ធខៀងព្រះបាទអម្ចាស់ដើរទៅដល់របងត្រឡប់វិលមកដេកនឹងស្មុនអន្តករនៅក្រោមផ្ទះវិញលុះយូរបន្តិចទៅប្រពន្ធខៀងព្រះបាទអម្ចាស់មកកាន់ខៀងព្រះបាទអម្ចាស់វិញលោកខៀងព្រះបាទអម្ចាស់គន់មើលចំណាំរៀងទៅទើបដឹងជាក់ថាប្រពន្ធទៅដេកនឹងស្មុនអន្តករនៅក្រោមផ្ទះនោះហងដូច្នេះឯងខៀងព្រះបាទអម្ចាស់ថាខ្លួនឆោតក្រៃលែងឆោតបរិសក្រាបទូលរៀងឆោតថ្វាយថាមានការថ្ងៃមួយខៀងព្រះបាទអម្ចាស់នឹងប្រពន្ធទៅដកស្នាបគឹងស្រែស្មុនអន្តកររបស់ប្រពន្ធខៀងព្រះបាទអម្ចាស់វាឡើងទៅលើដើមឈើហើយស្រែកមកថាខៀងព្រះបាទអម្ចាស់ទាំងពីរខួយនឹងគ្នាខៀងព្រះបាទអម្ចាស់ថាទៅកាន់វាវិញថាយកពុំខួយនឹងគ្នាឡើយវាស្ដាប់ពាក្យខៀងព្រះបាទអម្ចាស់ថាដូច្នោះហើយវារឹតតែស្រែកអាកោសមកជា2ដង3ដងទើបប្រពន្ធខៀងព្រះបាទអម្ចាស់ថាបើវានៅលើដើមឈើវាថាយើងនេះខួយនឹងគ្នាដូច្នេះចូលអ្នកហៅវាចុះមកនៅខាងអានហើយអ្នកឡើងទៅលើដើមឈើដែលវាឡើងនោះរួចអ្នកមើលមកអញតើយល់ដូចពាក្យវាថាឬដូចម្ដេចលោកប្រពន្ធខៀងព្រះបាទអម្ចាស់ថាដូច្នោះទើបខៀងព្រះបាទអម្ចាស់ហៅវាចុះមកនៅខាងប្រពន្ធខៀងបាទអម្ចាស់ហើយខៀងព្រះបាទអម្ចាស់ឡើងទៅលើដើមឈើដែលវាឡើងនោះលុះវាចុះមកវិញវាខួយនឹងប្រពន្ធខៀងបាទអម្ចាស់ខៀងព្រះបាទអម្ចាស់មើលទៅឃើញវាខួយនឹងគ្នាហើយខៀងព្រះបាទអម្ចាស់គិតចូលថាមែនដូចពាក្យវាថាទើបខៀងព្រះបាទអម្ចាស់ចុះអំពីលើដើមឈើនោះមកកាន់ប្រពន្ធវិញលុះចំណេះទៅខៀងព្រះបាទអម្ចាស់ចាំខ្លំមើលចំណាំរៀងទៅទៀតទើបយល់ថាវាខួយនឹងប្រពន្ធខៀងបាទអម្ចាស់ពិតមែនដូច្នេះខៀងព្រះបាទអម្ចាស់យល់ថាខ្លួនឆោតក្រៃលែងឆោតបរិសម្នាក់ក្រាបទូលរឿងឆោតថ្វាយថាកាលខៀងព្រះបាទអម្ចាស់នៅកំឡោះគេហៅខៀងព្រះបាទអម្ចាស់ទៅហូបបាយខៀងព្រះបាទអម្ចាស់ឃើញស្រីក្រមុំចានពេកខៀងព្រះបាទអម្ចាស់ខ្មែរគេពុំបានហូបបាយតែខៀងព្រះបាទអម្ចាស់ឃ្លានបាយណាស់ខៀងព្រះបាទអម្ចាស់យកអម្បុកមកអូសពេញមាត់ទាំងថ្ពាល់ទាំងសងខាងអម្បុកនោះរីកជិនឃើញដូចបោះនឹងលេបចូលពុំរួចនឹងខ្ចាក់ជិនពុំបានលោកគេទឿនឲ្យហូបបាយហូបនឹងគេពុំបានឡើយក្រឃើញខៀងព្រះបាទអម្ចាស់ស្ងៀមដូច្នោះទើបគេយកចន្លោះមកលុះមើលថ្ពាល់ទាំងសងខាងឃើញដូចបោះខៀងព្រះបាទអម្ចាស់រត់តែខ្មាស់ស្រីក្រមុំទាំងនោះណាស់ទៅទៀតដូច្នេះខៀងព្រះបាទអម្ចាស់យល់ថាខ្លួនឆោតក្រៃលែងឆោតបុរសម្នាក់ទៀតសម្ដែងឆោតក្រាបទូលថាមានកាលថ្ងៃមួយខៀងព្រះបាទអម្ចាស់វាបាយមួយសំណុំចង់ពុននៅផ្លែលំប៉ែងដែលឈិនទៅចូលក្នុងព្រៃខៀងព្រះបាទអម្ចាស់បញ្ឈួតលំប៉ែងនៅក្រោមឈើមួយដើមលោកខៀងព្រះបាទអម្ចាស់ឃ្លានបាយឈូងយកបាយសំណុំពុំបានឡើយខៀងព្រះបាទអម្ចាស់ក៏បញ្ឈួតលំប៉ែងជុកបែដើមឈើហើយឡើងឈើនោះសួរតាមមេឃនឹងយកកញ្ចប់បាយមកស្រែកហូបខៀងព្រះបាទអម្ចាស់ផ្លាត់ជើងធ្លាក់ចូលលើផ្លែលំប៉ែងមុតធ្លាត់ថ្ពាល់ទាំងពីរខាងពុំបានស្រែកបាយចេញមកហូបឡើយហេតុដូច្នេះទើបខៀងព្រះបាទអម្ចាស់នេះយកថាខ្លួនខៀងព្រះបាទអម្ចាស់ឆោតក្រៃលែងឆោតកាលព្រះមហាក្សត្រទ្រង់ព្រះសម្ដាប់បរិសទាំង4នាក់សម្ដែងសេចក្តីឆោតរបស់អាត្មាទីតៃដូច្នេះហើយព្រះអង្គមានព្រះបន្ទូលថាព្រះស្ដែងឆោតទាំង4នាក់ឥតមិនទាន់សាកសីអ្វីជាប្រាកដឡើយឯព្រះស្ដែងឆោតដែលទ្រង់លំប៉ែងទ្រង់ធ្វល់នោះឃើញថាជាក់ប្រាកដក្រាន់បើហើយទ្រង់បង្កប់ឲ្យបានស្ត្រីនោះជាប្រពន្ធបរិសនោះឯង